ជំរាបសួរបងប្អូននេះណែនាំបងប្អូនឆ្កល់លោកតាម្នាក់នេះគាត់នៅសម័យហ្នឹងគាត់នៅមានដងរៃទៀតបងប្អូននេះតាហើយមិនសម័យហ្នឹងឯងនៅប្រើដងរៃហ្នឹងទៀតហើយមិនប្រើភ្លើងប្រើម៉ូតូអីគេចានេះទៅសាយស្រស់ទៀតគេសួរឯងសាយស្រស់ទៀតណាបងប្អូនអូនេះគាត់ដាំតំណាំល្អមែនទៀតនេះដាំត្រាប់បងប្អូនគាត់អត់មានម៉ូទ័រមានម៉ាស៊ីនអីបាញ់ទេបងប្អូនមានតែរាជនេះកម្ររកបាល់បងប្អូននេះសម័យហ្នឹងឯងគាត់នៅប្រើដងរែកបុរាណទៀតបងប្អូននេះហើយមើលបងប្អូននេះហើយត្រាប់គាត់ប្រហែលជាកន្លះហត្តាដែរណាបងប្អូននេះគាត់ដាំក៏រាជស្រោចបងប្អូនពិតជាមិនធម្មតាមែនបងប្អូននេះសួរគាត់ទៅគាត់ថាអត់មានលុយទិញម៉ូតូអត់មានលុយបូមទឹកប្រើភ្លើងប្រើអីទេអញ្ចឹងហើយគាត់រាជបងប្អូនជួយមើលនេះពិតបងប្អូនអត់កុហកណាបងប្អូនពិតហ្មងនេះកម្ររកបានណាបងប្អូននៅប្រើដងរែកសម័យបុរាណទៀតនេះដងរែកគាត់ឯងហើយត្រាប់គាត់ដីប្រហែលជាចង់កន្លះហត្តាគាត់ស្រោចដោយដៃបងប្អូននេះដំណាំគាត់មានគ្រប់ប្រភេទនេះមានតាមពីម្ទេសមានតាមក្រូចឆ្មាមានត្រាប់មានតកួនអីគ្រប់ប្រភេទបងប្អូនអើយនេះមិនបានថាបុរាណចំមែនបងប្អូនសំបីតែគាត់ជូបបារីហ្នឹងក៏គាត់ប្រើស្លឹកកកោះដែរបងប្អូននេះអត់មានជូបបារីក៏ចាប់បារីអីណាបងប្អូននេះមូដោយស្លឹកកកោះផ្ទាល់អាហ្នឹងឈ្ងុយទេតាឈ្ងុយឆ្ងាញ់ទៅដែរឆ្ងាញ់ហើយមិនអត់មានប្រពន្ធកូនអីជួយរាជជួយអីហីប្រពន្ធកូនទៅណាអស់ហើយចឹងអូធ្វើការអើយធ្វើការនេះមកផ្នែកហីផ្នែកអូចឹងដល់អសល់លុយច្រើនណាត្រាប់គាត់អត់សូវប្រើជីគីមីបងប្អូននេះឥឡូវពងតែក្តឹបដល់កហ្មងចាប់ផ្ដើមក្តឹបហ្នឹងនេះគាត់ប្រើជីធម្មជាតិជីអាចគោអាចមន់អញ្ចឹងណានេះហើយល្អមែនទែននេះដល់កបងប្អូននេះសម័យនេះហើយបើសិនឲ្យក្មេងៗអត់ដាំទេរាជទឹកដល់អញ្ចឹងមានតែប្រើម៉ាស៊ីនប្រើម៉ូតូប្រើអីនេះដងរែកគាត់ដងរែកហ្នឹងក៏បុរាណចំហ្មងបងប្អូនអើយនេះពិតជាមិនធម្មតាមែនទឹកដៃគាត់នេះបងប្អូននេះស្រោចដូចខ្ញុំប្រាប់ដែរហ្នឹងណាសូម្បីតែថ្នាំហ្នឹងក៏មូលដោយស្លឹកកកោះដែរបងប្អូននេះហើយញឹមស្រស់ទៀតញឹមស្រស់តែកន្លះខែទៀតនឹងបានត្រាប់លក់ហើយបងប្អូនហើយកំពុងក្តឹបដល់កនេះក្តឹបមែនទៀនមានលេខហីនេះក្តឹបរម៉ៃបងប្អូននេះនេះត្រាប់ប្រភេទត្រាប់ស្រួយប្រភេទតូចអញ្ចឹងណា